នេះគឺជា Caterpillar ដែលរស់នៅក្នុងរូងភ្នំហើយមានរូបរាងគួរឲ្យខ្លាចខ្លាំងមែនទែនដៃនិងជើងនិងខ្លួនរបស់វាគឺអាក្រក់តែម្ដងចំណែកមុខរបស់វាមុខដូចអ្នកកំពុងមើលអញ្ចឹងដល់វីដេអូយើងឥឡូវខ្ញុំសូមនិយាយតិចដោយសារខ្ញុំថតដំបូងខ្ញុំថតលេង Survivor ប៉ុន្តែមានបញ្ហាពេញ memory ទូរស័ព្ទទៅវាបាត់ណាវាបាត់វីដេអូហ្នឹងទៅខ្ញុំក៏ធ្វើស្ដាមហើយពាក់អាយក្រោះពាក់អីហើយទៅដើម្បីធៀបបែបមួយវាឥឡូវខ្ញុំចាប់ផ្ដើមទៅហ្មងកុំឲ្យចាំខ្ញុំច្រើនយើងទៅហកខែវបាទខែវមកហ្នឹងខ្ញុំធ្លាប់ងាប់ម្ដងដោយសារលោតពីទីខ្ពស់ទៅធ្លាក់ទៅបាក់កនេះឥឡូវយើងដល់ខែវយើងចាក់ទឹកហក់ទៅតែម្ដងហើយត្រៀមនេះឃើញត្រៀមលេងអញ្ចឹងនេះសាសពខ្ញុំដែលងាប់មុនដែលខ្ញុំលេង Survivor ហ្នឹងគឺងាប់ដោយសារធ្លាក់ពីលើទីខ្ពស់ហ្នឹងឯងបាក់កគិតតោះឥឡូវយើងត្រៀមខ្លួនໄວមើល Caterpillar តោះពីយើងអត់ទាន់ឃើញ Caterpillar យើងកាប់ zombie ចោលលេងអញ្ចឹងដោយសារ zombie មកឲ្យយើងមុននេះដាក់ Gradition ច្រឡំដាក់រោមជាមើលសាមែនចុង Caterpillar អត់ទាន់ចេញឲ្យយើងឃើញនេះខ្លាចយើងមែនបន្ទាប់ពីយើងរងចាំអស់ប្រហែលជាយូរមកឥឡូវមេឃយកអីត្រៀមយើងអូខេឥឡូវយើងឃើញវាយើងបាញ់វាតែម្ដងមកអូម៉ែណាអូកាច់ណាប្រូកាច់ណាបាញ់មកព្រួយនេះបាញ់មកព្រួយទៀតពីរព្រួយទៀត3ព្រួយទៀតឈឺប្រូឈឺអត់ចុយចំបាត់វាបាត់ហើយណាជួយវិធានាវាគឺមិនឃើញណាសោះកាំមកដល់កន្លែងនេះវិញខ្ញុំធ្លាក់ពីលើអ្នកគ្នាសាស្ត្រ skeleton វាបាញ់ឲ្យប្រយោជន៍ចំណាគេនោះ Hello bro អូ Caterpillar ចុយយ៉ាវាយមកនេះចុយអូយចុះពឺអូយលៀងក្រោយអូយ bro អត់ទេ bro ខ្ញុំលេងមួយទេ bro លេងមួយអូយឈឺ bro ឈឺអូម៉ែសម៉តអូទៅឲ្យឌីងអូមិនអ្នកគ្នាមើលអូយច្រើនមែនច្រើនខ្លាំងខ្ញុំរត់គេចពីវាចឹងមកវិញអូយឈឺមែនអេ bro កុំឲ្យខ្ញុំពេកអូយឈឺហើយគឺបាត់អា Caterpillar ហើយជួយអា zombie នឹងគោហ្មងចំអើយធ្លាក់ bro អូយទឹកងាប់បាត់ Hello វីដេអូយើងក៏បានកាត់ចប់ដល់ត្រឹមហ្នឹងដែរអ្នកនរគ្នាអរគុណច្រើនដែលមើលដល់ចាប់បាយអ្នកនរគ្នា